បងប្អូនពាក្យមួយឃ្លាដែលខ្ញុំតែងតែលើគេនិយាយថាប្តីប្រពន្ធពេលដែលដឹងច្បាស់ថាប្រពន្ធស្រឡាញ់ឬក៏អត់គឺនៅពេលដែលប្តីធ្លាក់ខ្លួនក្រអស់អ្វីពីខ្លួនណាចាដូចថាប្តីប្រពន្ធយើងប្តីហ្នឹងគាត់អស់អីពីខ្លួនហើយយើងត្រូវរួមសុខរួមទុក្ខជាមួយគាត់ចាពាក្យហ្នឹងសម្រាប់ខ្ញុំគិតថាគិតទៅមនុស្សស្រីអត់បានយុត្តិធម៌ទេព្រោះអីបានខ្ញុំគិតអញ្ចឹងខ្ញុំធ្លាប់ឆ្លងកាត់ខ្លួនឯងផ្ទាល់កាលដែលគាត់នៅមានកម្លាំងគាត់នៅរោបានចាសួរថាអារម្មណ៍គាត់មានគិតដល់ប្រពន្ធខ្លះអត់វានិយាយទៅវាសឹងតែ 80% ហើយមនុស្សប្រុសគឺសឹងដូចគ្នាទាំងអស់គាត់អត់មានបានគិតអារម្មណ៍ប្រពន្ធថាបែបណាទេគាត់ធ្វើអីតាមតែអារម្មណ៍គាត់ទៅណាគាត់ធ្វើអីនិយាយចំគឺអារម្មណ៍គាត់ធ្វើមិនហើយដូចថាចរិតលឹកពីគឺដូចថាមានតែអញចាបែបហ្នឹងណាតែដល់ពេលតែគាត់ធ្លាក់ខ្លួនដូចថារោគអីលេងបានធ្វើអីលេងកើតឬក៏មានជំងឺប្រចាំកាយចាធ្វើអីលេងកើតណាពេលហ្នឹងសួរថាអ្នកណាដែលនៅក្បែរគាត់គឺប្រពន្ធចាពេលហ្នឹងគេថាពេលហ្នឹងដឹងហើយថាសុខទុក្ខប្រពន្ធឬថាប្តីប្រពន្ធពេលហ្នឹងដឹងថាប្រពន្ធស្រឡាញ់ប្តីឬក៏អត់ខ្ញុំចង់និយាយថាប្រពន្ធភាគច្រើនណាមិនបោះបង់ចោលប្តីទេតែប្តីទួនឹកឃើញថាអាទង្វើដែលយើងមិនទាន់ធ្លាក់ខ្លួនហ្នឹងណាយើងមាននឹកឃើញដល់ភរិយាមួយទាំងអស់កាលដែលយើងនៅមានកម្លាំងពួកម៉ាទៅណាមកណាដែលដូចថាគិតពីអារម្មណ៍គ្រួសារអត់គិតពីអារម្មណ៍ប្រពន្ធអត់តែឧទាហរណ៍ថាដល់ពេលដែលយើងធ្លាក់ខ្លួនហ្នឹងសួរថាមិត្តភ័ក្តិបងប្អូនដែលធ្លាប់តែហៅទៅនេះទៅនោះជាមួយនឹងសួរថាមានវត្តមានមកនៅចិត្តបងទៀតអត់បងប្រុសទាំងអស់គ្នាខ្ញុំគិតថា 80% គឺសឹងអញ្ចឹងទាំងអស់ដូចគ្នាទាំងអស់មិនថាបងប្អូនមិនថាមិត្តភ័ក្តិចិត្តស្និទ្ធខ្លាំងប៉ុណ្ណាក៏ដោយគេអត់មានវត្តមានមកនៅជាមួយបងប្រុសទេគឺមានតែប្រពន្ធម្នាក់គត់ដែលនៅជាមួយហើយពេលហ្នឹងហើយដែលបងដឹងថាប្រពន្ធហ្នឹងល្អតែតម្រាំដែលបងដឹងខ្ញុំចង់បញ្ជាក់ឡើងហ្នឹងតម្រាំតែបងដឹងខ្លួនណាថាភរិយានឹងល្អបងមិនអាចត្រឡប់ទៅកាយអតីតកាលរបស់បងបានមកវិញទេបងបានត្រឹមតែនិយាយពាក្យប្រមាថទេចំពោះគ្រួសារខ្ញុំឆ្លងកាត់ខ្លួនឯងផ្ទាល់ហើយបាទខ្ញុំហ៊ាននិយាយពាក្យមួយម៉ាត់នោះគឺមនុស្សស្រីបានទទួលត្រឹមតែពាក្យអក្សរសុំទោសចាពាក្យថាសុំទោសមួយម៉ាត់ពីស្វាមីគឺតែប៉ុណ្្នឹងឯងហើយសួរថាមានន័យអីអត់យើងមិនអាចត្រឡប់ទៅដូចដើមវិញទេមែនទេគាត់មិនអាចត្រឡប់ទៅដូចដើមវិញបានទេព្រោះអ្វីគ្រប់យ៉ាងវាពេលវេលាវាដើរទៅមុខហើយវាមិនថយក្រោយកើតទេអញ្ចឹងមិនថាខ្ញុំគិតថាវាហាក់ដូចជាមិនសូវជាយុត្តិធម៌សម្រាប់មនុស្សស្រីយើងទេសម្រាប់ខ្ញុំគិតបែបហ្នឹងហើយពាក្យដែលខ្ញុំនិយាយនេះខ្ញុំឆ្លងកាត់រួចហើយខ្លួនខ្ញុំផ្ទាល់ខ្ញុំជួបផ្ទាល់សុខទុក្ខមានតែប្តីប្រពន្ធនេះខ្ញុំផ្ដាំទៅបងបរោះទាំងអស់បើមានគ្រួសារដែលល្អហើយខំថែរក្សាទុកទៅកុំយកអាពេលវេលាហ្នឹងទៅបោះចោលជាមួយអ្នកផ្សេងឥតប្រយោជន៍វាអត់មានន័យទេអត់មានន័យហើយក៏គ្មានអីសំខាន់ជាងក្រុមគ្រួសារយើងដែរដល់តែពេលពួកបងបរោះទាំងអស់គ្នាហ្នឹងធ្លាក់ដល់ចំណុចហ្នឹងបានដឹងខ្លួនហើយបានដឹងខ្លួនគឺគ្រប់យ៉ាងវាពុះពេលអស់ហើយយើងមិនអាចកែប្រែអ្វីឡើយអ្នកដែលលំបាកគឺមានតែប្រពន្ធបងម្នាក់គត់នឹងកូនក្រុមគ្រួសាររបស់ខ្លួនឯងហ្នឹងទេអ្នកនៅជុំវិញខ្លួនគេសាទោបងចំពោះបងតែពេលបងប្រុសទាំងអស់គ្នាហ្នឹងជោគជ័យប៉ុណ្ណឹងឯងតែបើបងធ្លាក់គេជន់បងថែមតែមុខបងដើរតាមផ្លូវជួបហើយសិនគេស្គាល់យើងគេឃើញយើងគេដើរតិចយើងទៀតបងគេដើរតិចយើងទៀតអានេះខ្ញុំធ្លាប់ឆ្លងកាត់ខ្លួនឯងខ្ញុំគ្រាន់ថាចែករំលែកទៅបងប្រុសមួយចំនួនខ្ញុំគិតថាវា 80-90% ភាគច្រើនគឺបែបនឹងទាំងអស់គ្នាអស់ហើយ